មនុស្សប្រុសយើងនៅពេលដែលស្រឡាញ់មនុស្សស្រីគឺចាប់ផ្ដើមសម័យច្រើននៅពេលដែលយើងចាប់ផ្ដើមចាប់ចិត្តទៅលើនារីណាម្នាក់មនុស្សប្រុសយើងចាប់ផ្ដើមវិវត្តខ្លួនទៅជាកម្ពុជាអ្នកសម័យសេណារីយ៉ូអនាគតឬក៏សម័យពីអនាគតទេគ្រាន់តែបានញ៉ាំបាយជាមួយគ្នាមួយពេលគិតទៅដល់រឿងដើរលេងខូបពីគិតទៅដល់រឿង pre wedding អីបាត់ហ្នឹងសម្រាប់មនុស្សប្រុសយើងការកសាងរូបភាពឥតខ្ចោះយើងចាប់ផ្ដើមសម័យថាគេជាមនុស្សស្រីដែលល្អបំផុតក្នុងលោកគ្មានចំណុចខ្វះខាតជាតួឯកក្នុងរឿងអីចឹងទៅការភ្លេចតថភាពជាក់ស្ដែងការផ្ដោតគិតទៅលើយុទ្ធសាស្ត្ររ៉ូស៊ីបែរទៅជាអង្គុយមើលរូបថតគេឬញ៉ាំម្នាក់ឯងក៏មានដែរវាជាការខាត់បងពេលវេលាការសម័យមិនមែនជាកំហុសទេតែវាជាការបំពុលខ្លួនឯងការយកថ្នាំពុលទៅបំពុលខ្លួនឯងបើយើងមិនដឹងខ្លួនការខំម្ដងធ្ងន់យើងអាចសង្កសាននៅក្នុងចិត្តខ្ពស់ពេកដល់ពេលការពិតមិនបានដោយការគិតយើងនឹងធ្លាក់មកវិញឈឺខ្លាំងហើយឈឺបំផុតគេគ្រាន់តែជាមនុស្សម្នាក់ដែលមានចំណុចល្អនិងចំណុចអាក្រក់គេមិនមែនជាទេពធីតានៅក្នុងសុបិនរបស់យើងទេការបាត់បង់ការផ្ដោតអារម្មណ៍ឬក៏គេហៅថា loss of focus សម្រាប់អ្នករស់ស៊ីអ្នកវិនិយោគពេលវេលាគឺជាលុយបើយើងចំណាយពេល 80% ទៅលើការសម័យក្នុងរឿងស្នេហាសមត្ថភាពរកលុយរបស់យើងនឹងធ្លាក់ចុះភ្លាមភាពល្ងងខ្លៅនៅក្នុងរឿងស្នេហានៅពេលដែលយើងសម័យខ្លាំងពេកយើងនឹងមើលមិនឃើញនៅចំណុចក្រហមរបស់គេព្រោះគេធ្វើមិនល្អក៏យើងនៅតែបន្តសម័យថាគេប្រហែលជាមានហេតុផលរបស់គេចឹងទៅជាក់ស្ដែងខ្ញុំមនុស្សប្រុសផ្សេងទៀតក៏មានដែរចំណុចហ្នឹងនៅពេលដែលស្រឡាញ់គេខ្លាំងអានឹងវាអញ្ចឹងឯងក្នុងនាមយើងជាមនុស្សប្រុសដែលរឹងមាំយើងត្រូវមានសតិព្រោះនៅក្នុងបច្ចុប្បន្នគេហៅថា be patient បើទើបតែស្គាល់គ្នារៀនស្គាល់គ្នាឲ្យច្បាស់តាមការគិតកុំបន្ថែមពណ៌ឲ្យគេខ្លាំងពេកស្រឡាញ់ទៅតាមអ្វីដែលយើងឃើញមិនមែនស្រឡាញ់ទៅតាមអ្វីដែលយើងចង់បានគេទេយកការសម័យមកធ្វើជាការជំរុញច្រើនបើយើងចង់ឲ្យអនាគតរបស់យើងដោយនៅក្នុងសុបិនមែនជុំអង្គុយសម័យព្រោះឲ្យក្រោកមកធ្វើការរកលុយអភិវឌ្ឍសមត្ថភាពរបស់យើងធ្វើឲ្យអីដែលយើងសម័យខ្លាចជាសកម្មភាពពិតកុំឲ្យស្នេហាហ្នឹងដឹកមុខរហូតដល់ភ្លេចការងារកុំឲ្យខ្លាចទៅជាគោជាប់កន្លោះដែលស្គាល់ចង់ដឹកតាណាក៏បាននិយាយចង់ទាញតាណាក៏បានគេហៅកុំឲ្យស្នេហាដឹកមុខមនុស្សប្រុសដែលមានភាពតាក់ទាញគឺជាមនុស្សដែលមានភាពម្ចាស់ការទៅលើអារម្មណ៍ខ្លួនឯងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានណាការសម័យជាគ្រឿងទេសនៃស្នេហាវាធ្វើឲ្យយើងមានពណ៌សម្បុរធ្វើឲ្យជីវិតរបស់យើងមានពណ៌សម្បុរប៉ុន្តែត្រូវញ៉ាំគ្រឿងទេសហ្នឹងនៅក្នុងកម្រិតមធ្យមកុំឲ្យការសម័យធ្វើឲ្យមនុស្សខ្លាចជាទុនជ្រាយឬក៏ងងឹតភ្នែកធ្វើជាមនុស្សប្រុសដែលមានជើងជាន់ដីតែភ្នែកសម្លឹងមើលមេឃមានន័យថារស់នៅជាមួយនឹងការពិតតែមានក្តីសង្ឃឹមអនាគតអរគុណសម្រាប់ការស្ដាប់ podcast មួយនេះកុំភ្លេចចុច subscribe ឬក៏ follow អរគុណច្រើន